នេះជាតែចៅហ្វាយរបស់អ្នកណែណាចៅហ្វាយប្រកូលវាទៅចុះយ៉ាងម៉េចដែរខ្ញុំយល់ស្របនឹងអ្នកហើយខ្ញុំបានខ្ចីវារយៈពេល2ម៉ោងដើម្បីកាត់ឲ្យបានជាពួកគេកាត់ប្រាក់99យន់ពីកន្លែងរបស់ខ្ញុំបើខ្ញុំភ្លន់អ្នកតើអ្នកជានរណានិយាយជាមួយខ្ញុំអូយអ្នកមិនបានរក្សារបស់ល្អដែលពួកគេបានស្បៃបន្ទប់ខ្ញុំតើអ្នកកំពុងមើលអ្វីប្រហែលជាអ្នកទាំងពីរហើយណាម្នាក់បានខ្ចាត់ខ្ចាយរបស់របរនៅខាងលិចមិនបានធ្វើឲ្យខ្ញុំទទួលបានជោគជ័យទេខ្ញុំពីរបៀបដែលអ្នកចង់ដោះស្រាយរឿងនេះស្ងប់ស្ងាត់ចុះបុគ្គលិករបស់យើងទាំងអស់អ្នកដែលត្រូវបានបណ្ដុះបណ្ដាលមិនអាចធ្វើបែបនេះបានទេខ្ញុំស្ដោះទឹកមាត់ដាក់រឿងបែបនោះវានៅទេនៅឡើយប្រហែលជាវាជាអ្នកទាំងអស់គ្នាមាននរណាម្នាក់នៅទីនេះមិនស្មោះត្រង់ហើយមានលោកម្ចាស់តើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលការចោទប្រកាន់នេះដោយគ្មានភស្តុតាងយើងខ្ញុំមិនទទួលយករបស់នេះនៅក្នុងហាងទេមានកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងសូមពិនិត្យមើលម្ដងយើងនឹងស៊ើបអង្កេតឥឡូវនេះនៅពេលដែលយើងដឹងថាអ្នកណាកំពុងស៊ើបអង្កេតបងប្អូនជីដូនមួយរបស់ខ្ញុំបានពិនិត្យមើលវីដេអូសុវត្ថិភាពហើយរកមិនឃើញអ្វីទេតើវាពិតជាចាំបាច់មែនទេខ្ញុំគិតថាមនុស្សខ្លះត្រូវបានបំពេញម្ដងហើយម្ដងទៀតទេមនុស្សកំពុងស៊ើបអង្កេតប៉ុន្តែខ្ញុំមិនអនុញ្ញាតឲ្យអ្នកធ្វើទេខ្ញុំខ្មាស់អៀនដែលត្រូវបានគេបង្កាច់បង្ខូចលោកម្ចាស់កាមេរ៉ាសុវត្ថិភាពហាងយើងខ្ញុំមានបញ្ហាដោយសារតែ power bank ពួកគេបានកាត់ប្រាក់របស់ខ្ញុំពីហាងរបស់យើងខ្ញុំនឹងផ្ទេរវាទៅអ្នកដោយឯកជនហើយបន្ទាប់មកប្រគល់វាទៅអ្នកអាចផ្ដល់ឲ្យខ្ញុំនៅបានបញ្ចុះតម្លៃ50យកព្រមមិនអីទេថែរក្សាខ្លួនផងបងប្អូនជីដូនមួយអ្នកពិតជាមិនចាំបាច់យកចិត្តទុកដាក់ចំពោះខ្ញុំទេខ្ញុំធ្លាប់ឃើញមនុស្សបែបនេះអ្នកពិតជាមិនបានយកឆ្នាំងសាក់មកជាមួយទេខ្ញុំឃើញថាគាត់មិនបានដាក់វាចូលទេខ្ញុំគិតថាគាត់លែងចង់បានខ្ញុំទៀតហើយដូច្នេះខ្ញុំវាបានរើសវាឡើងប៉ុន្តែមិនបានយកវាមកវិញទេនេះមិនមែនជាកម្មសិទ្ធិរបស់អតិថិជនទេរើសវាឡើងគឺលួចហើយសុំទោសបងប្អូនជីដូនមួយខ្ញុំនឹងមិនធ្វើវាម្ដងទៀតនៅពេលក្រោយទេខ្ញុំពិតជាមិនដឹងថាវានឹងធ្ងន់ធ្ងរយ៉ាងនេះទេកុំធ្វើវាម្ដងទៀតនៅពេលក្រោយសម្រាប់ពេលនេះមានតែប៉ុណ្្នឹងទេតោះយើងត្រឡប់ទៅផ្ទះវិញអរគុណបងស្រីទៅនេះពេញទៅដោយស៊ុបដែលអ្នកបានកំងបើអ្នកមិនលួចវាទេតើអ្នកណាអាចប្រកែកបានទៀតវាជាការពិតខ្ញុំមិនបានធ្វើអ្វីខុសទេដូច្នេះយ៉ាងម៉េចដែរបន្ទាប់ពីបង់វាគេបាត់រួចខ្ញុំបានដាក់ទូរស័ព្ទរបស់ខ្ញុំនៅលើយកវាមកវិញហើយវាក៏បាត់ទៅដូច្នេះអ្នកជាចៅហ្វាយមែនទេនេះជាហាងរបស់អ្នកខ្ញុំនឹងពិនិត្យមើលពួកគេម្នាក់ពិនិត្យមើលថាអ្នកណាធ្លាប់ទៅបន្ទប់ឯកជននេះយកកាបូបមកទីនេះខ្ញុំពិតជាគ្មានទេសូមអភ័យទោសខ្ញុំប្រញាប់ពេកហើយពេលនេះមិនអីទេសូមអរគុណចំពោះជំនួយរបស់អ្នកខ្ញុំនឹងសរសេរអាសយដ្ឋានយើងបានរកឃើញវាភ្លាមហើយនឹងផ្ញើវាទៅអ្នកភ្លាមការផ្ញើវាមកខ្ញុំក៏ល្អដែរអរគុណសូមអភ័យទោសខ្ញុំត្រូវការពន្យល់មួយបងប្អូនជីដូនមួយខ្ញុំបានធ្វើវាដោយចិត្តណាដំបូងឡើយខ្ញុំចោលឲ្យវាទៅគាត់ពេលគាត់ត្រឡប់មកមិនដែលរំពឹងថាចរិតរបស់គាត់នឹងបែបនេះទេបើវាអាក្រក់ពេកខ្ញុំមិនហ៊ានឲ្យវាទៅអ្នកទេខ្ញុំមិនហ៊ានបង់ប្រាក់ឲ្យគាត់មុននឹងក្រោយទេយូរណាស់មកហើយខ្ញុំមិនអាចប្រាប់អ្នកបានទេបងប្អូនជីដូនមួយរបស់ខ្ញុំហ៊ានធ្វើខុសលើខ្ញុំបានធ្វើខុសហើយបានផ្ញើទូរស័ព្ទមកវិញមានពាក្យមួយឃ្លាថារឿងមិនគួរកាត់ឡើងលើសពី3ដងទេហើយរឿងនេះទំនងជានឹងបន្តទោះបីជាអ្នកជាខ្ញុំក៏ដោយរឿងបែបនេះខ្ញុំក៏ត្រូវចូលរួមក្នុងការដឹកជញ្ជូនការបញ្ជាទិញរបស់ខ្ញុំផងដែរតើអាចទៅរួចទេដែលចិញ្ចៀនអាពាហ៍ពិពាហ៍របស់ខ្ញុំបាទខ្ញុំមិនបានឃើញវានៅទទួលភ្ញៀវរបស់អ្នកទេអូហេតុអ្វីអ្នកមិនពិចារណាឡើងវិញខ្ញុំនឹងយកវាប្រសិនបើវាត្រូវបានដាក់នៅកន្លែងផ្សេងតើមនុស្សម្នាក់នេះធ្លាប់ទៅទទួលភ្ញៀវរបស់អ្នកពីមុនមកទេខ្ញុំភ្លេចទៅយកសេវាកម្មរបស់អ្នកស្មានបានយកអ្វីដែលអតិថិជនបានយកតើចិញ្ចៀនភ្ជាប់ពាក្យនោះជារបស់អ្នកមែនទេនេះជាអ្វីដែលខ្ញុំទទួលបានពីតុខាងមុខខ្ញុំបានរកឃើញមួយដែលខ្ញុំចង់ផ្ដល់ឲ្យអ្នកហើយលោកចាស់យាយបានរកឃើញសម្លៀកបំពាក់ផ្ទះរបស់អ្នកអូសូមអភ័យទោសចៅហ្វាយឥឡូវនេះយើងបានរកឃើញវាហើយយើងនឹងចេញដំណើរអ្នកអាចធានាបានថាអ្នកបានបង់ប្រាក់សម្រាប់ទម្រង់បែបបត់ហើយ
បងស្រីអរគុណសម្រាប់ការមើលថែខ្ញុំក្នុងអំឡុងពេលនេះខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃស្អែកពេលវាដួលរលំវានឹងជាបណ្ដោះអាសន្នទោះបីជាជញ្ជាំងត្រូវបានរុះរើក្នុងអំឡុងពេលសាងសង់ឡើងវិញក៏ដោយមនុស្សដែលក្រោយមកបានអន្តែតឡើងលើជញ្ជាំងអន្តែតទឹកខ្ញុំនឹងចងចាំគាត់ជានិច្ចដោយសារត្រូវបានគេទុកចិត្តហើយសូមកុំលួចអាហារ